Bà sự đâyខ្ញុំឈ្មោះតារាថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការបង្កើត Gmail ជាមួយនឹង Chrome រួច sign in ជាមួយនឹង Mega ហើយ Mega ហ្នឹងគឺយើងបង្កើតវាដើម្បីផ្ញើរូបភាពឬមួយផ្ទុកឯកសារផ្សេងនៅក្នុងហ្នឹងទុកការពារនៅពេលដែលយើងបាត់ទិន្នន័យពីក្នុងទូរស័ព្ទឬកុំព្យូទ័ររបស់យើងបាទឥឡូវសូមអនុវត្តចូល Chrome រួចកន្លែងនេះបើយើងមាន account យើងអាចថាដាក់ថា Gmail យើងតែម្ដងមិនតែឥឡូវខ្ញុំអត់មានខ្ញុំសូមទៅបង្កើត Gmail តែម្ដងអញ្ចឹងឥឡូវយើងចូលឡើងហ្នឹងយើង search ថា gmail.com ឬ Gmail sign up ក៏បានអញ្ចឹង create your Gmail account អូខេយើងឥឡូវយើងរើសយក Google login ឬ sign in Google account អានឹងសម្រាប់យើងមានហើយអញ្ចឹងបើឥឡូវខ្ញុំអត់ទាន់មានខ្ញុំត្រឡប់ក្រោយវិញចូលកន្លែងនេះ create យក Google account អញ្ចឹងខ្ញុំបានដាក់ឈ្មោះស្រេចយើងចង់ដាក់អ្វីក៏បានដែរបាទកន្លែងនេះយើងដាក់ឈ្មោះនាមតកោយើងមករួចយើងដាក់ Gmail របស់យើងអាចយកឈ្មោះផ្សេងមកដាក់ក៏បានប៉ុន្តែយើងដាក់ឈ្មោះនៅខាងលើចឹងហើយយើងសូមយកឈ្មោះនៅខាងលើនោះយកមកដាក់វិញមក Soren Soren Daro យើងអាចដាក់កន្លែងនេះយើងអាចដាក់ថា168ចឹងណារួចកន្លែងនេះគឺយើងបង្កើត password ដោយខ្លួនឯងអញ្ចឹងយើងអាចដាក់ password យើងដាក់លាយជាអក្សរផងជាលេខផងឥឡូវខ្ញុំសូមដាក់ password បាទកន្លែងនេះយើងសូមដាក់លេខទូរស័ព្ទដើម្បីទទួលសារជាលេខកូដបាទកន្លែង recovery email address នេះយើងអាចដាក់ក៏បានមិនដាក់ក៏បានដែរនេះថ្ងៃយើងអាចរើសថាថ្ងៃទី21ឆ្នាំយើងអាចដាក់ឆ្នាំម្ចាស់ក្រោមលើសពីអាយុពី18ឆ្នាំមកដាក់95មកនេះភេទយើងអាចជ្រើសរើសប្រុសស្រីកតើយឬមួយអ្វីទៀតផ្សេងទៀតនេះ custom ហ្នឹងអញ្ចឹងខ្ញុំប្រុសខ្ញុំដាក់ភេទប្រុសហើយយើងចាប់ផ្ដើមចុចភាគថា next មួយសារទៀតនេះកន្លែង send លេខកូដឲ្យ verify ជាមួយនឹងក្រុមហ៊ុនបាទក្រុមហ៊ុន message មកហើយ750061បាទយើងចុច verify បាទកន្លែងនេះយើងអាចទៅចុច skip ក៏បានឬមួយយើងចុចថា yes I'm in ក៏បានដែរឬមួយយើងចុចថា save password នេះដើម្បី save ទុកនៅក្នុងនឹងហើយរួចយើងចុច yes មកបាទយើងចុច agree បាទកន្លែងនេះយើងចេញមកហើយយើងអាចចេញមកចឹងហើយគឺមិញគឺយើងបង្កើតបានរួចរាល់ហើយអញ្ចឹងយើងសាកចូលណាបាទនេះគឺ Gmail ដែលយើងបានបង្កើតមិញនេះបាទកន្លែងនេះ home មាន personal មាន personal សម្រាប់បង្ហាញព័ត៌មានរបស់យើងដោយផ្ទាល់ចំណែក data នេះការបរិច្ឆេទហើយ security គឺការកំណត់ឬការការពារ
bà ở con là lấy sầmรับการประกาศ Gmail គឺបានចប់សពគ្រប់ហើយឥឡូវខ្ញុំសូមចូលទៅ sign in ដើម្បី create mega បាននេះគឺកម្មវិធី mega អញ្ចឹងអ្នកទាំងអស់គ្នាស្គាល់កម្មវិធី mega ហើយជាច្រើនគ្នាហើយប៉ុន្តែខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើវីដេអូបង្ហាញពីកម្មវិធី mega នេះអញ្ចឹងកម្មវិធី mega នេះគឺយើងអាចផ្ញើទៅរាល់ឯកសារដោយព្រីនៅក្នុង Gmail របស់យើងគឺបាន 50G ហើយ save ឯកសារនៅក្នុងនោះគឺយើងអាច save ឯកសារជាច្រើនដូចជាកម្មវិធីផ្សេងវីដេអូរូបភាពនិងឯកសារជាឯកសារ PDF បានយើងអាច save បានពីព្រោះឯកសារมันអាចកែបានយើងអាចផ្ញើទៅក្នុង mega នេះបានអញ្ចឹងឥឡូវខ្ញុំចូលចុច mega នេះរួចចុចពាក្យថាបើយើងមាន account ហើយគឺយើងចុចពាក្យថា login ប៉ុន្តែបើយើងមិនទាន់មាន account គឺយើងយក account Gmail នេះសម្រាប់មកប្រើប្រាស់នៅក្នុង